រឿងលោកស្នងការរងវាយខ្នោះអ្នកបើករថយន្ត Highlander ក្រោយគ្រោះថ្នាក់ចរាចរណ៍ត្រូវបានសម្របសម្រួលបញ្ចប់ហើយករណីគ្រោះថ្នាក់ចរាចរណ៍คล้ายជាអំពើហិង្សាដោយលោកស្នងការរងម្នាក់គឺលោកពុតកយបានយកខ្នោះដៃទៅដាក់ខ្នោះភៀកគីអ្នកបើកបររថយន្ត Mark Highlander បង្កឲ្យមានការវែកញែកដ៏ចម្រូងចម្រាសតាមបណ្ដាញសង្គម Facebook និងសារព័ត៌មាននោះបានសម្របសម្រួលបញ្ចប់រឿងហើយកាលពីរសៀលថ្ងៃទី7ខែឧសភាឆ្នាំ2025ដោយសមត្ថកិច្ចដោះស្រាយចប់ហើយប្រគល់រថយន្តជូនភៀកគីទាំងពីរយកទៅជួសជុលប្រើប្រាស់រៀងៗខ្លួនសូមរំលឹកថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត Mark Highlander និងរថយន្ត Mark Mazda កាលពីវេលាម៉ោង 7:40 នាទីយប់ថ្ងៃទី4ខែឧសភាឆ្នាំ2025ត្រង់ចំណុចភូមិកំពតប្រុសសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងហើយត្រូវភៀកគីបើករថយន្ត Mazda ដែលគេស្គាល់ថាឈ្មោះកយមានឋានៈជាស្នងការរងបានចាប់អ្នកបើកបររថយន្ត Highlander វាយខ្នោះដៃស្លាប់សេកទៅក្រោយហើយត្រូវបានរថយន្តផ្សេងទៀតមករំដោះយកទៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជនរហូតត្រូវបានបណ្ដាញសារព័ត៌មានចុះផ្សាយប្រងព្រា